បាទសួស្តីបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញសង្គម Facebook បាទក៏ដូចជាបងប្អូនដែលកំពុងតែគាំទ្រនៅ Channel YouTube របស់ខ្ញុំបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយពាក់ព័ន្ធជាមួយនឹងការជួសជុលបាទទៅលើ board 0443បាទសួរថាចុះជួសជុលយ៉ាងម៉េចឃើញចង្អេងចង្ងាងពេញ board ហ្នឹងបាទបើយើងនិយាយអំពីការខូចនៃ board នេះគឺវាមានបញ្ហាទៅលើ power supply បាទអញ្ចឹងវាផ្ទុះត្រង់ firmware ផង transformer ផងនិងផ្ទុះបាទ IC power ផងនេះ IC power វាបាទហើយ transformer វាគឺបានផ្ទុះដាច់បាត់ទៅហើយបាទអញ្ចឹងយើងពិបាកក្នុងការរក transformer បាទបើ IC នេះគឺខ្ញុំមានណាខ្ញុំមានបាទខ្ញុំមានលក់ប៉ុន្តែពិបាករកគឺ transformer បាទអញ្ចឹងកាលណាផ្ទុះ transformer ឬមួយក៏ផ្ទុះនៅ IC ដែលយើងអត់ស្គាល់លេខគឺយើងមានការពិបាកប៉ុន្តែបើសិនជាក្នុងករណីបាទប្រភេទ0423បាទប្រភេទនេះបើសិនជាយើងផ្ទុះនៅ IC នេះ IC power នេះយើងរកលេខចំនួនមិនបានឬរកលេខស៊ីនអត់បានទេយើងអាចកែជាមួយនឹងប្រេខ្សែ3បានឬខ្សែ5បានណាបាទយើងអាចប្រើជាមួយនឹងប្រេគេហៅថាប្រេកែអូតូបាទជំនួសទៅលើ IC power នេះណាប៉ុន្តែបើសិនជាក្នុងករណី IC ខ្លះបាទវាផ្ទុះបាត់នៅលេខអញ្ចឹងយើងពិបាកក្នុងការរកយើងអាចបាទយក power supply បាទប្រភេទ 15V ឬ 12V តាមភាពជាក់ស្ដែងរបស់ board ដែលត្រូវការ volt ទៅចិញ្ចឹមឬ standby នៅលើ board ហ្នឹងណាបាទអញ្ចឹងដូចជា board 0443មួយនេះបាទគឺវាខូចនៅ transformer នេះហើយ IC power វាក៏ខូចផងដែរអញ្ចឹងប្រភេទ power supply ប្រភេទ board 0443នេះបើសិនជាវាខូច IC power នេះគឺយើងពិបាករកដែរបាទហើយបើសិនជាយើងចង់កែលក្ខណៈជាប្រេក៏យ៉ាងយ៉ាប់ដែរបាទប្រហែលជាកែមិនបានទេតែខ្ញុំមើលបាទប៉ុន្តែបើសិនជាមានបងណាគាត់កែបានអាហ្នឹងគាត់កែទៅចុះណាតែចំពោះខ្ញុំមើលទៅដូចជាកែអត់កើតទេបាទទៅលើ IC power នេះជាមួយនឹងប្រេកែអូតូបាទហើយ0443នេះផងដែរគឺវាមានបញ្ហាខូចបាទ transformer ហើយនឹងខូចទាំង IC power ទៀតអញ្ចឹងបើសិនជាយើងរកទិញនៅ transformer នេះវាតម្លៃវាទាបបំផុតក៏ 15,000 ដែរបាទ15,000 ឬអាចដល់ 20,000 បាទមានបងប្អូនខ្លះគាត់កាប់សាច់អញ្ចឹងតម្លៃ 10,000 អញ្ចឹងទៅតាមយើងការភាពតំណែងតំណងរបស់គ្នាទៅវិញទៅមកប៉ុន្តែចំពោះខ្ញុំតតល់ច្រកហើយគឺខ្ញុំអត់ព្យាយាមរកtransformer ឬ IC មកបដូរទេបាទគឺខ្ញុំធ្វើបែបនេះហើយដំណើរការដូចគ្នាបាទដំណើរការដូចគ្នាតែសំខាន់យើងយល់ច្បាស់ពីដំណើរការនៅលើ board នីមួយៗថាតើ board ហ្នឹងវាត្រូវការភ្លើងប្រមាណវ៉ុលខ្លះដើម្បីទៅចិញ្ចឹមដូចជា MCU បាទ MCU ផ្នែកខាង IPM ឬក៏ភ្លើងបាទ standby ប្រមាណវ៉ុលទៅលើជើង IPM បាទអញ្ចឹងប្រភេទ board 0443នេះគឺមានកង់ដង់បាទ450Vនេះ2គ្រាប់ប៉ុន្តែខ្ញុំបានដោះចេញដោយសារយើងយកទីតាំងដើម្បីដាក់ power supply នេះឲ្យវាចូលបើអញ្ចឹងទៅយើងពិបាកចង្អេងចង្ងាងណាអញ្ចឹងខ្ញុំក៏បានធ្វើការកែច្នៃបាទដាក់បាទនៅកង់ដង់ឬមួយគេហៅថា capacitor នេះចំនួន1គ្រាប់ប៉ុន្តែវាមានមីក្រូធំជាងបាទទៅលើកង់ដង់ចាស់វាគឺវាមានលេខ56មីក្រូ 500V បាទអញ្ចឹងវាតូចទេវាអត់ធំប៉ុន្មានទេឃើញទេបាទ2គ្រាប់អញ្ចឹងយើងក៏បានធ្វើការផ្លាស់ប្ដូរវាបាទដោយយកកង់ដង់បាទ220មីក្រូនេះមកជំនួសវិញបាទ220 450V អញ្ចឹងយើងបបោក្នុងការប្រើប្រាស់ទៅលើភ្លើង 300V វាទៅឲ្យ IC IPM នេះបាទអញ្ចឹងយើងធ្វើការកែច្នៃដើម្បីបាទដាក់នៅ board ឬមួយក៏ power supply នេះឲ្យវាចូលដោយលក្ខណៈយើងរៀបវាឲ្យស្អាតអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះគឺអត់មានអីច្រើនទេបាទគឺគ្រាន់តែខ្ញុំចង់ចេញនៅវីដេអូដើម្បីធ្វើការចែករំលែកចំពោះ
បាទ board ខ្លះដែលវាផ្ទុះ transformer ក៏ដូចជាផ្ទុះនៅ IC power ដែលយើងរក IC power មកជំនួសឬបដូរអត់បានឬមួយក៏យើងរក transformer មកបដូរអត់បានទេបាទយើងមានវិធីនេះមួយបាទដើម្បីធ្វើការកែ board ហ្នឹងឲ្យដំណើរការវិញបាទឲ្យដំណើរការវិញណាបាទហើយសួរថាដំណើរការបានយូរអត់ខ្ញុំថាបានយូរដោយសារអីដោយសារយើងមើល transformer របស់ស៊ីនវាបាទរបស់ power supply របស់ board ហ្នឹងគឺតូចមួយនេះអញ្ចឹងអំពែវាមិនដឹងជាប្រមាណអំពែទេព្រោះនេះវាយើងពិបាកស្មានអំពែណាប៉ុន្តែ power supply ដែលខ្ញុំយកមកដាក់នេះគឺបាទ3អំពែយើងមើលថា transformer ខុសគ្នាឃើញទេបាទអញ្ចឹងវាអូសយ៉ាងធូរហើយក្នុងការអូសហ្នឹងវាអត់មានអីច្រើនទេបាទគឺវាចិញ្ចឹមនៅលើ MCU នេះ 12V តែយើងយក 15V មកដាក់ 15V ទៅដាក់ទៅលើ regulator នេះទៅបាទវាបែងចែកហើយបាទ 5V និង12V សំទោសមិន 12V គឺ 5V បាទហើយខាងនេះក៏វាស៊ីនៅលើ IPM នេះក៏ 15V ដូចគ្នាហើយ regulator នេះក៏វាជាអ្នកទម្លាក់ volt មកឲ្យ MCU ដូចគ្នាបាទអញ្ចឹងវាមិនជាការពិបាកអីទេបាទព្រោះយើងយក power supply 15V មកច្រកបាទបើសិនជាយើងមាន2ច្រកក៏បានដែរបាទយើងមាន2ច្រកក៏បានដែរ 12V និង 15V យើងយក 12V មកសារលើជើងកង់ដងផ្នែកខាង 12V នេះទៅបាទហើយចំណែក 15V គឺយើងយកមកផ្សារនៅលើកង់ដង 15V នេះទៅគឺជារួចគឺជាការស្រេចបាទវានឹងដំណើរការដោយរលូនបាទអញ្ចឹងខ្ញុំនឹងធ្វើការតេស្តជូនបាទហើយខ្ញុំសូមបញ្ជាក់ផងដែរថា bot នេះគឺជា bot បងជាងគាត់ផ្ញើតាមខេត្តមកបាទដំបូងគាត់ឆាតរក transformer បាទប៉ុន្តែ transformer គឺវាអត់មានអញ្ចឹងគាត់ក៏សម្រេចចិត្តផ្ញើ bot នេះបាទមកឲ្យខ្ញុំធ្វើការកែបាទធ្វើឲ្យធ្វើទៅឲ្យទៅប្រើបានណាបាទអញ្ចឹងយើងឥឡូវយើងនឹងធ្វើការតេស្តទាំងអស់គ្នាអញ្ចឹងយើងធ្វើការដុតភ្លើងបាទវាដំណើរការហើយអញ្ចឹងបើសិនជាយើងអង្គុយចាំឲ្យវាដើរខ្លួនវាគឺយូរអញ្ចឹងយើងធ្វើការតេស្តបាទទៅលើបេតុងបាទទៅលើបេតុងគេហៅថាបេតុងតេស្តហ្នឹងណាបាទដើរហើយប៉ុន្តែ compressor វានៅឆ្ងាយអញ្ចឹងខ្ញុំអត់បានចុចខ្យល់ដំណើរការ compressor ទេប៉ុន្តែយើងឮសំឡេងថាវាដំណើរការហើយណាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអត់មានអីច្រើនទេហើយក្នុងការចែករំលែកខ្ញុំគឺមានតែប៉ុណ្្នឹងបាទអរគុណជម្រាបលា